ឲ្យអភ័យ កូនជាទីស្រឡាញ់ក្នុងโลกនេះមិនមានអ្នកណាដែលធ្វើអ្វីត្រឹមត្រូវឬល្អទៅទាំងអស់នោះឡើយព្រោះថាគឺជាអ្នកនៅមានកិលេសដែលជាគ្រឿងសៅហ្មងចិត្តហើយក៏មិនមានអ្នកណាធ្វើអ្វីៗឲ្យត្រូវចិត្តយើងគ្រប់បែបគ្រប់យ៉ាងនោះដែរចំណែកយើងក៏ដូចគ្នាទោះជាយើងខំធ្វើល្អធ្វើត្រូវទៅគ្រប់យ៉ាងណាក៏ដោយក៏គង់មានគេទាស់ចិត្តនឹងយើងដែរអ្នកដទៃគេធ្វើអ្វីខុសមានការខ្វះខាតឬក៏ធ្វើអ្វីមិនត្រូវចិត្តមិនត្រូវជាស្រ័យរបស់កូនកូនត្រូវចេះឲ្យអភ័យដល់គេកុំប្រកាន់កុំខឹងក្រោធនិងកុំទៅឆ្លោះប្រកែកតោះតេងអ្វីនឹងគេឡើយកូនត្រូវនៅស្ងៀមឲ្យបានល្អបើមានអ្វីត្រូវបកស្រាយកូនត្រូវមើលឱកាសមើលអ្នកដទៃហើយចិត្តរបស់កូនត្រូវតែត្រជាក់មិនក្តៅក្រហាយពិចារណាឃើញហេតុឃើញផលច្បាស់លាស់សិនសុំនិយាយកូនត្រូវចាំពាក្យនេះទុកថាឫស្សីអាងបន្លាការពារខ្លួនប្រាជ្ញអាងច្បាប់ក្បួនការពារខុសជួនពេលគ្មានអាងអ្វីទាំងអស់អាងតែឆ្លោះតទល់កម្លាំងបាយការកូនឲ្យអភ័យដល់គេហើយអ្នកដែលសប្បាយចិត្តគឺកូននឹងឯងការចងនៅសេចក្តីក្រោធទុក្ខគឺជាការចងដុំភ្លើងនឹងចិត្តត្រូវគិតអាឃាតជាបាបគិតរោគឧបាយបៀតបៀនគេរឿយជាដើមមានតែអាក្រក់ប៉ុណ្ណោះមិនមានអ្វីល្អឡើយការឲ្យអភ័យយ៉ាងទៀតគឺឲ្យការមិនមានភ័យដល់អ្នកដទៃបានសេចក្តីថាធ្វើខ្លួនរបស់យើងមិនឲ្យមានពឹសមិនឲ្យមានភ័យដល់អ្នកដទៃមិនបង្កការភ័យខ្លាចក្តីក្តៅក្រហាយផ្សេងឲ្យដល់អ្នកណាឡើយកូនត្រូវធ្វើខ្លួនឲ្យគេស្គាល់ចិត្តថាជាគ្នាឯងមិនមានស្នៀតមិនកលិចកលុចនិងជាទីទុកចិត្តរបស់អ្នកដទៃធ្វើយ៉ាងនេះឈ្មោះថាឲ្យអភ័យកូនត្រូវយល់ថាការឲ្យអភ័យគឺការឲ្យសេចក្តីល្អដល់ខ្លួនកូននឹងឯងអ្នកផងទាំងពួងគេទុកចិត្តបកគលការងារសំខាន់ឲ្យកូនធ្វើខុសអំពីមនុស្សដែលមានពឹសមនុស្សដែលមានពឹសទុកចិត្តមិនបានទៅទីណាគេមិនចង់ឲ្យចូលចិត្តនៅក្នុងទីណាគេខ្លាចគេបារម្ភធ្វើការអ្វីគេមិនទុកចិត្តវាជាការមិនល្អគ្រប់យ៉ាងចូលកូនកុំជាមនុស្សមានពឹសមានភ័យដល់អ្នកដទៃឡើយបើកូនឲ្យអភ័យដល់អ្នកដទៃបានកូននឹងបាននៅការសប្បាយបើកូនធ្វើខ្លួនមិនឲ្យមានពឹសមានភ័យដល់អ្នកដទៃបានកូននឹងនៅក្នុងទីណាក៏នៅបានមិនមាននរណារង្គៀសភ័យព្រួយបារម្ភអ្វីឡើយដូច្នេះកូនត្រូវវឹកហាត់ឲ្យអភ័យកុំទៅគិតថាជាការអន់ខ្សោយខូចយសខូចស័ក្តិព្រោះការឲ្យអភ័យនោះព្រោះហេតុតែមនុស្សយើងស្រឡាញ់យសស្រឡាញ់ស័ក្តិប្រកាន់អំណាចខ្លាំងក្លាពេកទៅនឹងឯងទៅត្រូវមកបង្កកម្មពីនឹងគ្នាមិនមានទីបំផុត